គ្រប់ជំរាបសួរប្រិយមិត្តអ្នកស្ដាប់ទាំងអស់របស់ Channel ខ្ញុំបាទឧត្តមវិលមកជួបគ្នាសាជាថ្មីម្ដងទៀតហើយណាជាមួយនឹងខ្ញុំបាទ Admin ថ្ងៃនេះខ្ញុំមានសាច់រឿងមួយដែលរឿងនោះគឺមានចំណងជើងថាស្រមោលលើកញ្ចក់អេក្រង់បាទហើយរឿងនេះក៏សូមដាស់តឿនទៅដល់យុវវ័យជាពិសេសស្រីដែលបានទុកចិត្តលើដៃគូហើយបើយើងមិនទាន់រៀបការរៀបអីយើងកុំអាតន្នៅជាមួយគ្នាអញ្ចឹងណាហើយនេះក៏ជាសារដាស់តឿនមួយដែរហ្នឹងហើយហើយការថតរូបឬក៏វីដេអូអាក្រាតឬភាពស្និទ្ធស្នាលដោយគ្មានការយោគយល់ព្រមពីដៃគូគឺជាអំពើរំលោភសិទ្ធិកម្មឯកជនដ៏ធ្ងន់ធ្ងរអញ្ចឹងណាហ្នឹងហើយនឹងអាចនឹងជាអំពើខុសច្បាប់ដែរប៉ុន្តែយើងកុំទុកចិត្តលើអ្នកណាម្នាក់ព្រោះសម័យចៃវិទ្យា Digital នេះអាចនឹងលេចធ្លាយតាមរយៈការបាត់ទូរស័ព្ទឬមានការលុកឬមួយក៏ការចែករំលែកដោយអចេតនាអញ្ចឹងណាហើយក៏អាចបំផ្លាញអនាគតនិងកិត្តិយសរបស់មនុស្សយើងម្នាក់អស់មួយជីវិតហើយសេចក្តីស្រឡាញ់អឺដែលដៃគូដល់គ្នាពិតប្រាកដគឺតែងតែការពារកិត្តិយសនិងសេចក្តីថ្លៃថ្នូរគ្នាហ្នឹងហើយបងប្អូនអ្នកប្រិមិត្តត្រូវការពារគ្នានិងកិត្តិយសសេចក្តីថ្លៃថ្នូរទាំងអស់គ្នាទៅវិញទៅមកមិនមែនបង្កើតហានិភ័យដល់ដៃគូនោះទេបាទនេះជាសារអប់រំដល់យើងបងប្អូនយុវវ័យ6 7 8 10កុំទុកចិត្តអ្នកណាអឺអឺអ្នកណាជាងខ្លួនយើងព្រោះជាពិសេសបងប្អូនស្រីសូមប្រុងប្រយ័ត្នទាំងអស់គ្នាណាហ្នឹងហើយអញ្ចឹងយើងកុំឲ្យខាតពេលវេលាយូរយើងចូលទៅស្ដាប់សាច់រឿងលម្អិតជាមួយនឹងខ្ញុំបាទដូចតទៅបាទហើយផ្ដើមនៃសាច់រឿងដំបូងមានប្អូនស្រីម្នាក់គាត់មានអាយុ22ឆ្នាំដែលគាត់នឹងមានឈ្មោះថាធីតាគាត់គឺជាកូនកសិករទេដោយសារតែកត្តាជីវភាពគ្រួសាររបស់គាត់រៀងខ្វះខាតគាត់ក៏បានសម្រេចចិត្តបោះបង់ចោលការសិក្សាក៏សេវាមកធ្វើការនៅរោងចក្រហើយធម្មតាទេបងប្អូនអ្នកណាក៏ចង់រៀនសូត្របានខ្ពង់ខ្ពស់មានចំណេះដឹងជ្រៅជ្រះដែរប៉ុន្តែធ្វើមិនកត្តាជីវភាពហើយឃើញឪពុកម្ដាយលំបាកធ្វើការទាំងបែកញើសបែកខ្នងជោគខ្លួនហើយឪពុកក៏គាត់នឹងមិនសូវជាមានកម្លាំងកំហែងដូចមុនអញ្ចឹងបងស្រីក៏សម្រេចចិត្តមកធ្វើការនៅទីក្រុងភ្នំពេញដោយសារតែជួយសម្រាលបន្ទុកអញ្ចឹងណាហើយណាមួយធីតាហ្នឹងគាត់ក៏ជាកូនតូលដែរបាទកូនបងគេគឺបងប្អូនរបស់ធីតាហ្នឹងគាត់មាន3នាក់អញ្ចឹង4នាក់ទាំងគាត់អញ្ចឹងបងប្អូនគាត់មាន3នាក់បាទគាត់បានធ្វើការរោងចក្រអស់រយៈពេល1ឆ្នាំគាត់ក៏បានជួបនឹងសង្សាររបស់គាត់ដែលឈ្មោះថាបូរ៉ាហើយបូរ៉ាក៏មានអាយុបងធីតា1ឆ្នាំដែរហើយពួកគាត់ហ្នឹងក៏អាចចាត់ទុកថាជាគូស្នេហ៍ដែលវ័យក្មេងមួយគូហើយស្រឡាញ់គ្នាដល់យ៉ាងស៊ីជម្រៅបូរ៉ាក៏គាត់ជាមនុស្សចូលចិត្តលេងបណ្ដាញសង្គមនិងនិយមថតរូបបង្ហាញពីភាពស្និទ្ធស្នាលរវាងគូស្នេហ៍ទាំងពីរប៉ុន្តែធីតាគឺគាត់អត់សូវចូលចិត្តទេរឿងការថតរូបថតអីហ្នឹងគឺគាត់មិនដែលបើករឿងចំហឯកជនភាពរបស់គាត់ទេហ្នឹងហើយធីតានិងបូរ៉ាគាត់បានស្រឡាញ់គ្នាយូរណាស់ហើយអឺចូលចិត្ត2ឆ្នាំហើយអញ្ចឹងគឺគាត់អាចដឹងសុខទុក្ខគ្នាទៅវិញទៅមកហើយអញ្ចឹងនៅយប់មួយគាត់បានណាត់គ្នាដើរលេងមកលេងនៅវត្តមាត់ទន្លេនៅមុខវាំងយើងហ្នឹងហើយដល់ពេលរៀងយប់ជ្រៅតិចអញ្ចឹងគាត់ក៏បានចូលទៅផ្ទះសំណាក់គាត់ថាគាត់ចូលទៅដេកទេអត់មានធ្វើអីលើសពីហ្នឹងទេហើយបន្តពួកគាត់បានចំណាយពេលដើរលេងជាមួយគ្នាមកក្រាតជប់មកគាត់រៀងអស់កម្លាំងគាត់ក៏ចូលផ្ទះសំណាក់នៅម្ដុំចិត្តពេទ្យលោកសង្ឃគាត់ខ្ញុំប្រហែលទៅប៉ុណ្្នឹងណាពេលលោកសង្ឃហើយបូរ៉ាក៏គាត់គិតមានកំណត់អាក្រក់មួយគាត់ថាគាត់ថាបើគាត់មានអីជាមួយនឹងគ្នាអញ្ចឹងណាមានជាមួយធីតាអញ្ចឹងគាត់បានលួចប្រើទូរស័ព្ទរបស់ខ្លួនអញ្ចឹងណាព្រោះអីធម្មតាគាត់ស្រឡាញ់គ្នាយកចិត្តទុកដាក់គ្នាគាត់ថាអនាគតទៅគង់នៅប្តីប្រពន្ធណាអញ្ចឹងគាត់មិនទាន់រៀបការអញ្ចឹងមានន័យថាគាត់បំពេញប្រពៃណីអញ្ចឹងថាមិនទាន់បានរៀបការផងគាត់ទៅនៅជាមួយគ្នាអញ្ចឹងទៅណាហើយបូរ៉ាគាត់បានយកទូរស័ព្ទដៃរបស់គាត់ហ្នឹងយកមកថតដែលពួកគាត់មានភាពស្និទ្ធស្នាលនឹងគ្នាអញ្ចឹងណារ៉ូមែនទិកគេងនៅជាមួយគ្នាអញ្ចឹងទៅហ្នឹងហើយពួកគេទាំងពីរហ្នឹងក៏ព្រមព្រៀងជាមួយនឹងគ្នាហើយបូរ៉ាក៏បានយកទូរស័ព្ទរបស់គាត់ហ្នឹងលួចថត
ដូចថាសកម្មភាពរបស់គាត់អញ្ចឹងណារបស់គាត់ជាមួយនឹងធីតាហើយធីតាមិនបានដឹងខ្លួនទេអញ្ចឹងមិនដឹងខ្លួនទេពួកគាត់ក៏ថាអាពេលហ្នឹងគឺគាត់អាចនឹងអាពេលហ្នឹងគឺគាត់ហូបស្រាបើថាហូបប៊ីយ៉ាបន្តិចបន្តួចដែរដល់ពេលអញ្ចឹងទៅគាត់ក៏ហូបប៊ីយ៉ាគាត់មានអារម្មណ៍សម្រាប់សម្រាលដល់ពេលអញ្ចឹងទៅគាត់ក៏មានអីគ្នាក្នុងពេលហ្នឹងទៅលុះពេលព្រឹកឡើងបូរ៉ាដែលជាសង្សារធីតាហ្នឹងគាត់ភ្លេចបិទទូរស័ព្ទហើយអារូបថតវីដេអូហ្នឹងលោតឡើង4 ម៉ោង 5 ម៉ោងជាងអញ្ចឹងធីតាគាត់បើកទូរស័ព្ទនោះមើលគឺគាត់ឃើញថាមានអារម្មណ៍រន្ធត់ចិត្តចឹងខ្លាំងធីតាគាត់ខកចិត្តឡើងខ្លាំងធីតាគាត់ក៏ដាស់សួរបូរ៉ាទាំងអាភ្នែកទាត់បាត់ល្ងុយមីងវាមៀងដល់ពេលហ្នឹងទៅធីតាក៏សួរថាបងហេតុអីក៏បងថតរូបអញ្ចឹងហើយបើឯងធ្វើអញ្ចឹងបើឯងអត់មានគិតកិត្តិយសខ្ញុំទេខ្ញុំស្រឡាញ់បងហើយក៏បងឯងយកទូរស័ព្ទមកថតអញ្ចឹងហើយទៅបើថ្ងៃមួយលេចរូបភាពហ្នឹងឬមួយក៏វីដេអូហ្នឹងទៅដល់ដៃអ្នកផ្សេងតើកិត្តិយសខ្ញុំទុកនៅណាហើយអាពេលហ្នឹងធីតាគាត់ក៏យំគាត់គឺស្ដាយខ្លាំងមែនពួកអីបងប្អូនស្មាតទោសនិយាយអាក្រក់ស្ដាប់តិចចុះគឺឃើញថាពួកគាត់ទាំងពីរគឺអស់ខោអាវហ្មងអញ្ចឹងណាអស់ខោអាវរៀងខ្លួនពួកគាត់គេងនៅមួយគ្នាហើយសកម្មភាពឃើញទាំងអស់ហើយអញ្ចឹងទៅធីតានឹងក៏សួរនាំហើយគាត់ក៏និយាយទៀតថាបើសិនជាទូរស័ព្ទដៃហ្នឹងថតហ្នឹងជ្រុះបាត់ធ្លាក់ទៅដល់ដៃអ្នកផ្សេងហើយអនាគតរបស់អូនទៅជាយ៉ាងណាហើយបូរ៉ាគឺគាត់ឆ្លើយទាំងបញ្ញាគាត់ឆ្លើយទាំងស្ទាក់ស្ទើរគាត់ថាហ្នឹងក៏ថតទុកគាត់ណាយើងពីរនាក់តើបងស្រឡាញ់អូនអញ្ចឹងណាគាត់និយាយថាបងស្រឡាញ់ធីតាអូនបងសន្យាថាអត់ឲ្យអ្នកណាដឹងដាច់ខាតហើយធីតាគាត់យំហើយនិយាយទៅបូរ៉ាកាន់មើលបងបូរ៉ាយ៉ាងមឹងមកថាក្តីស្រឡាញ់ទេបងមិនមែនជាការយកឯកជនយករូបភាពឯកជនហ្នឹងនឹងកិត្តិយសរបស់មនុស្សយើងដែលស្រឡាញ់គ្នាហ្នឹងទៅភ្នាល់នឹងនឹងអេក្រង់ទូរស័ព្ទឬមួយក៏មានហានិភ័យនោះទេនៅលើពិភពលោកនេះបច្ចេកវិទ្យាគឺគ្មានអ្វីសុវត្ថិភាពអញ្ចឹងណាហើយកាលនោះធីតាក៏គាត់ស្វែងយល់ពីបច្ចេកវិទ្យាដែរព្រោះឲ្យគាត់ធ្លាប់ភ្លេចឮថាសម័យឥឡូវនេះក៏យើងមិនអាចទុកចិត្តអ្នកណាដែរព្រោះទុកចិត្តលើបច្ចេកវិទ្យាទេព្រោះបច្ចេកវិទ្យាឥឡូវនេះគឺខ្លាំង AI អីសឹងថាកែសម្លេងចង់ដូចមនុស្សយើង 100% អញ្ចឹងណាហ្នឹងហើយមានគេហែកប្រព័ន្ធហែកអីទៅគាត់ក៏និយាយទៅហើយបាត់ទូរស័ព្ទឬមួយក៏ថ្ងៃមុខអាចនឹងមានការយល់ច្រឡំបើបងស្រឡាញ់អូននឹងឲ្យតម្លៃអូនពិតប្រាកដអញ្ចឹងណាហើយបងមិនត្រូវយកធ្វើវីដេអូហ្នឹងទៅទុកក្នុងទូរស័ព្ទអីចឹងទៅហើយបងបូរ៉ាគាត់ភ្ញាក់ខ្លួនគាត់ដឹងកំហុសគាត់គិតដល់ត្រូវចំណុចហ្នឹងដែរគាត់ក៏លុបវីដេអូចឹងចោលភ្លាមទៅហើយក៏ធីតាហ្នឹងក៏ប្រាប់ទៅបូរ៉ាថាឈប់ធ្វើបែបហ្នឹងទៀតអញ្ចឹងណាពាក្យសម្ដីទាំងអស់ហ្នឹងពាក្យសម្ដីនិងទឹកភ្នែករបស់ធីតាហ្នឹងក៏បានធ្វើឲ្យបូរ៉ាភ្ញាក់រលឹកយល់យ៉ាងច្បាស់ថាសេចក្តីស្រឡាញ់ពិតប្រាកដគឺត្រូវការពារកិត្តិយសនិងសេចក្តីថ្លៃថ្នូរហ្នឹងហើយគាត់ដឹងរឿងអញ្ចឹងណាសេចក្តីថ្លៃថ្នូរនិងសុវត្ថិភាពផ្លូវចិត្តដល់ដៃគូមិនមែនជាការស្រឡាញ់សបាយមួយគ្រាហើយរក្សារូបភាពដែលឯកជនភាពស្រស់ស្របនៅក្នុងពេលក្នុងភាពស្ងប់ស្ងាត់នោះចឹងណាហ្នឹងហើយបូរ៉ាក៏បានសុំទោសធីតាដោយស្មោះត្រង់ហើយសុំលុបវីដេអូនោះចោលដល់ជាអចិន្ត្រៃយ៍ចំពោះនៅមុខនាងតែម្ដងចឹងណាបងប្អូនដល់ពេលអញ្ចឹងទៅហ្នឹងហើយឥឡូវហ្នឹងពួកគាត់ហ្នឹងក៏បានហើយពួកគាត់ទាំងពីរហ្នឹងក៏ឥឡូវហ្នឹងក៏បានភ្ជាប់ពាក្យគ្នាហើយឥឡូវហ្នឹងព្រោះអីគាត់ព្រោះចឹងថាគឺសម្ដីធីតាហ្នឹងធ្វើឲ្យបងបូរ៉ាហ្នឹងគឺគាត់មានការរលឹកអញ្ចឹងភ្ញាក់រលឹកទៅគឺគាត់អត់ធ្វើអញ្ចឹងប្រេះផ្ដាស់ទេព្រោះធម្មតាជាគូដណ្ដឹងឬមួយក៏ប្តីប្រពន្ធអីក៏ដោយគឺយើងរក្សាឯកជនភាពដូចខ្ញុំឃើញវីដេអូនោះគឺឃើញថាមានប្តីឲ្យគេបោកប្រពន្ធបោកអីចឹងណាហ្នឹងហើយអញ្ចឹងវីដេអូនេះគឺមានតែប៉ុណ្្នឹងទេហើយបើសិនជាប្រិមិត្តមានចម្ងល់ត្រង់ចំណុចណាហើយក៏មានអីនេះខំសុំខមមិនមកហើយខ្ញុំអត់មានអីនិយាយច្រើនទេហើយក៏មានតែអរគុណដល់បងប្រិមិត្តដែលបានតាមស្ដាប់ channel ខ្ញុំបាទនេះសូមជួយចុច Subscribe ដោយបើកសញ្ញាកណ្ដឹងនិងទទួលបាននៅវីដេអូថ្មីទៀតពីខ្ញុំបាទអញ្ចឹងកុំឲ្យខាតពេលវេលាយូរសំទោស
អញ្ចឹងខ្ញុំគ្មានអ្វីទេក្រៅពីមេរៀនដែល10ក៏សូមអរគុណនិងសូមគោរពលាជួបគ្នានៅវីដេអូក្រោយៗទៀតបាយបាយ